ឧតុនិយមថៃព្យាករណ៍ថាព្យុះភ្លៀងកូរ៉ុនតេនឹងវាយប្រហាររាជធានីខេត្តចំនួន55ក្នុងប្រទេសថៃនាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុដូចជាបាតុភូតភ្លៀងកូរ៉ុនតេខ្យល់កន្ត្រាក់និងអាចមានភ្លៀងធ្លាក់ទឹកកកដ៏កម្រនៅតាមខេត្តចំនួន55នៅថ្ងៃសៅរ៍នេះប្រហែល 60% នៃតំបន់ដែលរងផលប៉ះពាល់នឹងជួបប្រទះនឹងលក្ខខណ្ឌអាកាសធាតុដូចបានរៀបរាប់ខាងលើនេះតំបន់ភាគឦសាននឹងរងការវាយប្រហារខ្លាំងជាងគេដោយព្យុះភ្លៀងខណៈតំបន់ផ្សេងទៀតនឹងចាប់ផ្ដើមរងនូវឥទ្ធិពលស្រដៀងគ្នានេះក្នុងពេលឆាប់ៗការប្រែប្រួលអាកាសធាតុទាំងនេះបណ្ដាលមកពីប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនដោយជំរុញឲ្យភ្លៀងកូរ៉ុនតេបក់បោកឆ្ពោះទៅកាន់ប្រទេសថៃអាជ្ញាធរបានណែនាំប្រជាពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះជៀសវាងការធ្វើដំណើរក្នុងពេលមានព្យុះភ្លៀងនិងត្រូវប្រុងប្រយ័ត្នពីការជ្រកក្រោមដើមឈើផ្ទាំងប៉ាណូនិងទីតាំងចាស់ៗមិនរឹងមាំជាដើមអាជ្ញាធរព្រមទាំងណែនាំកសិករឲ្យប្រុងប្រយ័ត្ននឹងការពារចំពោះសត្វនិងដំណាំរបស់ពួកគេផងដែរនៅតំបន់ភាគខាងត្បូងឯនោះវិញនឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងដោយសារតែខ្យល់បក់បោកខ្លាំងលើឈូងសមុទ្រអាដាមែននិងឈូងសមុទ្រថៃស្ថានភាពទឹកសមុទ្រនឹងមានសភាពកាន់តែគ្រោះថ្នាក់ជាមួយនឹងរលកកម្ពស់ទឹកអាចកើនឡើងរហូតដល់2ម៉ែត្រនៅក្នុងតំបន់ដែលមានព្យុះដូច្នេះក៏មានការណែនាំឲ្យពលរដ្ឋនៅជិតតំបន់នោះរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅតំបន់ភាគខាងជើងឦសានកណ្ដាលភាគខាងកើតនិងភាគខាងត្បូងអាកាសធាតុនឹងកាន់តែក្តៅខ្លាំងជាងមុនប៉ុន្តែក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយផងដែរក្នុងចន្លោះពី 40% ទៅ 70% នៅតាមតំបន់នីមួយៗនិងមានខ្យល់បក់បោកចន្លោះពី5ទៅ30គីឡូម៉ែត្រក្នុង1ម៉ោងបន្ថែមពីនេះគេរំពឹងថានៅទីក្រុងបាងកកនិងតំបន់ក្បែរនោះនឹងស្ថិតនៅក្រោមអាកាសធាតុក្តៅរួមជាមួយនឹងព្យុះកូរ៉ុនតេប្រហែល 60% លីឡំនឹងខ្យល់បក់បក់ខ្លាំងនៅតាមកន្លែងខ្លះរាជធានីនេះនឹងមានសីតុណ្ហភាពចន្លោះពី26ទៅ37អង្សាជាមួយនឹងខ្យល់បក់ពីភាគខាងត្បូងក្នុងល្បឿន10ទៅ20គីឡូម៉ែត្រក្នុង1ម៉ោង